ចំណាយអស់តែ5000រៀលទេសំខាន់បានម្ហូបញ៉ាំឆ្ងាញ់ហើយគឺញ៉ាំបានពេញមួយផ្ទះទៀតខ្ញុំចូលចិត្តណាស់ក្តាមស្រែយកមកធ្វើម្ហូបអីក៏ឆ្ងាញ់ដែរហើយថ្ងៃនេះគឺយើងស្ងោរជ្រក់ណាពេលដែលសម្អាតគឺយើងត្រូវយកវាមកដាក់នឹងចានដែកមួយមកចាក់ជាមួយនឹងអំបិលបាញ់ជាមួយនឹងទឹកឲ្យជ្រះដីហើយថែមជាមួយនឹងទឹកកកការធ្វើបែបនេះឲ្យក្តាមរបស់យើងនឹងស្រឡប់ងាយស្រួលដុសណាគ្រឿងផ្សំស្ងោរជ្រក់មានជីក្រូចឆ្មាម្ទេសខ្ទឹមហើយកុំភ្លេចគល់ស្លឹកគ្រៃអីនឹងមកចំណែកក្តាមសម្អាតហើយបកស្នូកវាឲ្យស្អាតរៀបចំទុកមកកដុបសិនគ្រឿងកាត់ឆ្អាបផ្សេងយកវាមកហាន់កង់មកប៉ុន្តែកុំហាន់តូចពេកហាន់រាងធំល្មមហើយយើងធ្វើការដាក់ដាំទឹកប្រហែលជាកន្លះឆ្នាំងអញ្ចឹងទៅពេលដែលទឹកពុះយើងបង់គ្រឿងដែលកាត់ឆ្អាបរៀបចំបាញ់មិញចូលទាំងអស់រំងាស់វាប្រហែលជា5នាទីអីសិនចាំឲ្យគ្រឿងទាំងនោះចេញជាតិហើយយើងធ្វើការបង់ជាមួយនឹងម្សៅស៊ុបមួយវែកហើយនឹងទឹកត្រី2វែកពុះចូលជាតិហើយក្តាមហ្នឹងគឺយើងដាក់ចូលមកហើយដាក់ពេលកំឡុងឲ្យស្ងោរពុះឆ្អិនក្តាមហ្នឹងខ្ញុំមកធ្វើការហាន់ជីមានជីរណាមានស្លឹកខ្ទឹមហើយនឹងជីក្រហមឬក៏ខេត្តខ្លះគាត់ហៅថាជីនាងវងមើលតែក្តាមយើងរៀងឆ្អិនហើយយើងធ្វើការបង់ជីមកមុខនេះស្រួលធ្វើខ្លាំងមែនទែនគ្រឿងក្រោយក៏អត់សូវញ៉ៃញ៉ៃដែរបង់ជីហើយច្បាច់ក្រូចឆ្មាចូលឲ្យហើយក៏បានឬក៏អ្នកទាំងអស់គ្នាចាំនៅពេលដែលញ៉ាំយើងដាក់ក្រូចឆ្មាក៏បានដែររបស់ពិសេសចុងក្រោយគេគឺម្ទេសបុកដាក់ឲ្យច្រើនមកណាឆ្ងាញ់មែនទែនហើយឆ្លៀតពេលនេះខ្ញុំក៏ចង់ណែនាំអ្នកទាំងអស់គ្នាពីសាប៊ូលាងចានខ្មែរផលយើងដែលមានឈ្មោះថាសាប៊ូលាងចានផ្កាជាផលិតផលខ្មែរដែលផលិតនៅក្នុងស្រុកទទួលស្គាល់ដោយឡាបូថ្នាក់ជាតិក្នុងស្រុកមានចុះចោលបផលត្រឹមត្រូវមានកន្លែងផលិតត្រឹមត្រូវនៅក្នុងស្រុកខ្មែរផលយើងហើយសាប៊ូលាងចាននេះគឺមានពពុះច្រើនមែនទែនអ្វីដែលសំខាន់គឺប្រើទៅអត់កាត់ដៃទេជំរះនៅស្នាមប្រឡាក់មិនថាខ្លាញ់ក្លិនឆ្អាប់បានយ៉ាងល្អខ្លាំងអ្នកទាំងអស់គ្នាអាចមើលនៅក្នុងវីដេអូនេះបានសម្រាប់តម្លៃនឹងគឺសមរម្យមែនទែនអាចតាក់ទងកំងពីខាងពេកដែលខ្ញុំមិនសិនគាត់ខាងលើនេះបានណាអរគុណ